អូខេជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបនៃការបដូរទំហំអក្សររបស់យើងឲ្យរីកធំជាងមុនដើម្បីយើងងាយស្រួលក្នុងការមើលឧទាហរណ៍ថាបងប្អូនខ្លះគាត់ខ្សោយភ្នែកគាត់ត្រូវការទំហំអក្សរធំដើម្បីគាត់អាចមើលឃើញងាយស្រួលអញ្ចឹងដើម្បីបងប្អូនទាំងអស់គ្នាដូរទំហំអក្សរបានជាដំបូងបងប្អូនទាំងអស់គ្នាត្រូវចូលទៅកាន់ពាក្យថា setting ដែលមាននៅលើទូរស័ព្ទដៃរបស់យើងផ្ទាល់បន្តមកទៀតបងប្អូនទាំងអស់គ្នា scroll មកក្រោមរើមើលពាក្យថា displayពេលដែលបងប្អូនចុចទៅលើវាហើយវានឹងលោតចូលមកក្នុងទម្រង់បែបនេះអញ្ចឹងដើម្បីសេរីទំហំអក្សរបងប្អូនទាំងអស់គ្នាចុចទៅលើពាក្យថា text size អូខេអញ្ចឹងដល់ពេលបងប្អូនចុចហើយបងប្អូននឹងឃើញទម្រង់នៅខាងក្រោមនេះបងប្អូនសេរីវាចុះមកក្រោមបានន័យថាបងប្អូនពង្រួមទំហំអក្សរនៅលើទូរស័ព្ទដៃរបស់យើងក៏ប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាអូសវាឡើងទៅលើវានឹងបង្រិចទំហំអក្សររបស់យើងដើម្បីយើងងាយស្រួលមើលឲ្យវាធំអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ឲ្យដាក់ឲ្យវាធំជាងនឹងទៀតដើម្បីយើងងាយស្រួលមើលបងប្អូនទាំងអស់គ្នាចុចទៅលើពាក្យថា back នេះមកបងប្អូនរើមើលពាក្យថា bold text អញ្ចឹងបងប្អូនទាំងអស់គ្នាបើកកន្លែងហ្នឹងមកអក្សររបស់យើងនឹងរីកធំមួយតង់ទៀតអញ្ចឹងបងប្អូនសាកបិទវាទៅយើងនឹងឃើញអក្សររបស់យើងរីកធំជាងមុនគឺដើម្បីងាយស្រួលមើលអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់បិទវាវិញគឺបងប្អូនចូលទៅកន្លែងដើមវិញ settingបន្តមកទៀតបងប្អូនរើពាក្យថា display នឹងដដែលមកហើយបងប្អូនទាំងអស់គ្នាចូលទៅកាន់ text size ដែលបងប្អូនបានកំណត់មិញហ្នឹងសេរីវាមកទំហំធម្មតាវិញមកចុចកន្លែង back ថយមកក្រោយវិញគឺយើងបិទកន្លែង bold text នឹងវិញទៅគឺទំហំអក្សរនៃទូរស័ព្ទរបស់យើងគឺនឹងមកធម្មតាវិញហើយនេះបាទបងប្អូនទាំងអស់គ្នាអញ្ចឹងគឺវាចេញមកវិញធម្មតាទំហំអក្សរធម្មតារបស់យើងមកវិញអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាជូនពរសំណាងល្អ